ចឹងឥឡូវយើងមកមើលតាក់ទងនឹងប្រព័ន្ធស្បែកហើយនឹងចលនាលំហូរឈាមរត់វិញម្ដងបាទអញ្ចឹងប្រព័ន្ធស្បែកឬក៏ចលនាលំហូរឈាមរត់យើងត្រូវមើលទៅលើស្បែកបើយើងយកដៃយើងស្ទាបទៅគាត់រាងត្រជាក់បាទត្រជាក់មើលទៅស្បែករាងស្លេកអីចឹងទៅអញ្ចឹងអានឹងយើងបញ្ជាក់បានថាគាត់មាន vasoconstriction ហើយបានន័យថាការចិញ្ចឹមឈាមអត់បានល្អទេបាទមួយទៀតហ្នឹង motor extremity បាទអញ្ចឹងគាត់រាងគេហៅថាមើលទៅរាងខ្ជឹងនៅតាមចុងដៃចុងជើងបាទអញ្ចឹងអាហ្នឹងក៏បញ្ជាក់ពីការបញ្ជូនឈាមទៅចិញ្ចឹមតាមសរសៃទូចហ្នឹងអត់បានល្អដែរហើយមួយទៀតលោកគ្រូអ្នកគ្រូអាចធ្វើ capillary refill ខ្ញុំមិនដឹងថាមានលោកគ្រូអ្នកគ្រូទាំងអស់ធ្លាប់ធ្វើ capillary refill អត់ទេខ្ញុំបើកវីដេអូសាកមើលអញ្ចឹងcapillary refill ហ្នឹងគឺគេហៅយើងវាយតម្លៃពីការបំពេញឈាមនៅតាមចុងម្រាមហ្នឹងបានល្អឬអត់អញ្ចឹងលោកគ្រូអ្នកគ្រូគាត់នៅច្បាច់នៅចុងកញ្ចក់យើងចេះណាច្បាច់ហើយយើងរាប់1 2 3 4 5ហើយយើងរាប់1 2ណា1 2ប៉ុន្តែបើចៃដន្យយើងរាប់1 2 3ហើយនៅតែឈាមហ្នឹងអត់ឡើងក្រហមមកវិញបាទលើសពី3ទៅនេះណាអញ្ចឹងលើសពី3ទៅលើស3 4នេះហើយបាទនៅតែសរសៃបានឈាមអត់បានមកបំពេញកន្លែងកញ្ចក់នឹងវិញទេអញ្ចឹងអាហ្នឹងហើយគឺសក់ហើយអ្នកជំងឺណាអញ្ចឹងលោកគ្រូគ្រាន់តែខ្ញុំសូមបញ្ជាក់ម្ដងទៀតអាហ្នឹងជាសញ្ញាមួយសំខាន់ណាស់ណាពីព្រោះបញ្ជាក់ពីសក់ហើយអញ្ចឹងលោកគ្រូចកត់ឲ្យជាប់យ៉ាងមក1 2 3 4 5ហើយបន្លែងវិញ1 2ឃើញទេអញ្ចឹងគ្រាន់តែរបស់ខ្ញុំគ្រាន់តែ2វាឡើងក្រហមមកវិញអញ្ចឹងជាធម្មតាយើងទូទៅសរសៃឈាមយើងបានចិញ្ចឹមបានល្អគឺឈាមរត់មកវិញបានណាគឺត្រឹមតែ2ឡើងមកវិញហើយតែបើលើសពី3ទៅនៅតែអត់ឡើងមកទេក្នុងអ្នកជំងឺគឺប្រឈមនឹងសក់ហើយបាទអញ្ចឹងបន្តមកទៀតបាទស្រាយខ្ញុំសូមបិទវីដេអូវិញបាទសូមអរបាទអញ្ចឹងយើងតមកទៀតគឺបាទសូមអធិស្ឋានមានបាំង slide ខ្ញុំទេមើលឃើញច្បាស់ហ៎ច្បាស់តែលោកគ្រូអត់បាំងទេណោះអត់ទេលោកគ្រូបាទខ្ញុំរៀនបាំងខ្លួនឯងតិចសូមអធិស្ឋានអូខេអញ្ចឹងបន្តមកទៀតគឺសញ្ញា respiratory កន្លែងនេះខ្ញុំបាំងខ្លួនឯងបាទ respiratory ហើយបាទអញ្ចឹងបន្តមកទៀតគឺសញ្ញាទៅលើប្រព័ន្ធផ្លូវដង្ហើមរបស់យើងថាតើប្រព័ន្ធផ្លូវដង្ហើមដែលមានបញ្ហាគេហៅ early warning sign ហ្នឹងអ្វីដែលយើងរកឃើញឲ្យលឿនឬក៏ជាសញ្ញាព្រមានដែលមានបញ្ហាហ្នឹងគឺ respiratory គឺចង្វាក់ដង្ហើមរបស់យើងនៅពេលដែលលោកអ្នកគ្រូទាំងអស់រាប់ដង្ហើមហើយចង្វាក់ដង្ហើមគាត់លើសឬស្មើ22ក្នុង1នាទីអញ្ចឹងអ្នកជំងឺគាត់មានបញ្ហាហើយគឺប្រហែលជាគាត់មាន metabolic acidosis នឹងហើយបាទការបំលាស់ប្ដូរចលនាអុកស៊ីហ្សែនជាមួយកាបូនិកនឹងអត់បានល្អទេបាទអញ្ចឹងប្រហែលជាគាត់ថយហើយបានតែគាត់សម្បូរអុកស៊ីឧស្ម័នកាបូនិកច្រើនជាងវិញបាទមួយទៀតយើងឃើញគាត់ដកដង្ហើមរៀងញាប់ហើយប្រើសាច់ដុំប្រឹងដកខ្លាំងយើងមើលទៅរៀងហត់បាទគាត់មើលទៅគាត់ប្រឹងដកដង្ហើមអញ្ចឹងណានឹងក៏ជាសញ្ញាគេហៅថាសញ្ញាព្រមានបញ្ហាពាក់ព័ន្ធនឹងផ្លូវដង្ហើមដែរបាទមួយទៀតហ្នឹងគឺគាត់ប្រើប្រាស់សាច់ដុំក្នុងការដកដង្ហើមនេះចូលកម្រិតធ្ងន់ធ្ងរហើយនៅពេលដែលគាត់ប្រឹងប្រែងប្រើប្រាស់សាច់ដុំឆ្អឹងស្ទះទ្រូងដកផឺតផតខ្លាំងហ្នឹងណាអញ្ចឹងអានឹងគឺជាស្ថានភាពមួយដែលធ្ងន់ធ្ងរមែនទែនហើយបានតែកង្វះអុកស៊ីហ្សែនខ្លាំងបាទហើយឧស្ម័នកាបូនិកចូលច្រើនបាទមួយទៀតអ្វីដែលលោកអ្នកគ្រូអាចធ្វើបានគឺយើងចាប់មើលអុកស៊ីហ្សែនកម្រិតអុកស៊ីហ្សែនក្នុងឈាមអញ្ចឹងអានឹងយើងប្រើ pulse oximeter យើងមានម៉ាស៊ីនចាប់អុកស៊ីហ្សែនហ្នឹងយើងមិនបាច់ដល់ហៅម៉ាស៊ីនគ្រាន់តែជាឧបករណ៍ក៏បានដែរហើយនឹងក៏យើងដាក់ថ្មទៅលោកគ្រូចាប់មើលទៅបើកម្រិតអុកស៊ីហ្សែនហ្នឹងវាក្រោម 90% នឹងជំងឺគឺមានបញ្ហាវិបត្តិនៃការដកដង្ហើមហើយបាទគឺអ្នកជំងឺត្រូវការអុកស៊ីហ្សែនជាចាំបាច់តែម្ដងបើមិនអញ្ចឹងទេគាត់នឹងអត់មានអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមតាមសរីរាង្គកាយរបស់គាត់ទេបាទ
បាទអញ្ចឹងមិញលោកគ្រូអ្នកគ្រូទាំងអស់បានដឹងពីប្រព័ន្ធនីមួយៗហើយសិតតែគេរៀន